ដើម្បីបង្កើត Android project នៅក្នុង Android Studio បានចុច new Flutter project ដោយសារខ្ញុំមាន multiple version របស់ Flutter អញ្ចឹងខ្ញុំ select យក version ដែលខ្ញុំចង់អានេះប្រហែលជា latest អញ្ចឹងចុច next អញ្ចឹងខ្ញុំដាក់បង្កើត project មួយ Flutter Riverport 30 អញ្ចឹងទៅកុំឲ្យខ្ញុំច្រឡំដើម្បីឲ្យខ្ញុំសម្គាល់ដឹងថាថ្នាក់មួយណាព្រោះខ្ញុំបរិញ្ញាថ្នាក់ច្រើនអូខេអញ្ចឹងខ្ញុំកន្លែងនេះយើងមិនចាំបាច់បញ្យល់ទេ so ខ្ញុំនឹងចុច create បាទអញ្ចឹងពេលដែលខ្ញុំចុច create គឺដំបូងខ្ញុំអត់ focus លើ UI focus អីទាំងអស់ប៉ុន្តែខ្ញុំនឹង focus ទៅលើ state management អញ្ចឹងយើង create project បានហើយអ្នកនរចូល terminal back to browser ហើយអ្នកនរ click get started នៅក្នុង website Riverport ហ្នឹង scroll down បន្តិចទៅមើលកន្លែង installing the package អញ្ចឹងនៅក្នុងកន្លែងនេះយើង click ទៅលើពាក្យថា Riverport អញ្ចឹងយើង click លើ Riverport ហើយយើង select យក Flutter តមកអ្នកនរត្រូវនេះយើងមើល command Flutter pub add Flutter Riverport ឬក៏អ្នកទាំងអស់គ្នាអាចចូលទៅក្នុង pub.dev search ពាក្យថា Flutter Riverport ក៏បានដែរ search ពាក្យថា Riverport អញ្ចឹងក៏ទៅវានៅ on top នេះហើយ Flutter Riverport អញ្ចឹងយើងចង់ install ពីនេះមកក៏បានគ្រាន់តែថានៅក្នុងនេះយើងមាន document អញ្ចឹងយើងអាចមើល document បានអញ្ចឹង just copy អានេះមក back to Android Studio pass លើ terminal ខ្ញុំបើកវាធំតិចហើយខ្ញុំ run មួយ web ទៅព្រោះដោយសារតែយើងខ្ជិលឲ្យវា RAM ម៉ាស៊ីនអត់ប្រយោជន៍ព្រោះខ្ញុំអត់បាន focus លើ UI ឬក៏ UX អីទេអញ្ចឹងខ្ញុំគ្រាន់តែចង់ run វាឲ្យចេញអញ្ចឹងជាធម្មតានៅពេលដែលយើងធ្វើការមួយ Riverport ដំបូងគឺយើង run ប៉ុណ្ណឹងហើយយើងច្បាស់ជាឃើញ counter app មួយហើយអានេះវាគឺជា sample app ដែល Flutter team បាន generate ឲ្យយើងដើម្បីទុកមើលគេលោកគ្នាយើងរៀនសូត្រពី counter app ហ្នឹងអញ្ចឹងណាគេនឹងបញ្យល់យើងចេះមួយជាពីរប៉ុន្តែខ្ញុំគិតថាគ្មានពីណាចំណាយពេលទេលើកលែងតែអ្នកទាំងអស់គ្នាជា absolutely beginner មករៀន Flutter ដំបូងប្រហែលជាអាចចំណាយពេលអានតែមិនមែនគ្រប់គ្នាទេអញ្ចឹងខ្ញុំនឹង remove code នឹងចោលដើម្បីយើងធ្វើការមួយ Riverport បានវាអត់ខុសគ្នាពីអ្នកទាំងអស់គ្នាធ្វើការទៅមួយ GetX ឬក៏ block អីប្រហែលទេអ្នកនេះ clean code នឹងចោលអស់ចឹងទៅដើម្បីឲ្យយើងមើលទៅ clean បន្តមកទៀតយើងត្រូវធ្វើម៉េចដើម្បីធ្វើការជាមួយនឹង Riverport បានខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាបង្កើត app មួយផ្ដាច់បង្កើត app មួយ call វាថា app ហើយយើងធ្វើការ import material data បង្កើត stateless មួយ call app ចឹងទៅតទៅទៀតអ្នកនេះអាចខាត់នៅ material app ហ្នឹងផ្ដាច់ material app ហ្នឹងចេញទៅមកដាក់នៅក្នុងកន្លែងនេះអូខេតមកទៀតនៅក្នុងកន្លែងនេះខ្ញុំនឹងអត់ប្រើខ្ញុំនឹងទុកកូដនៅ blank តមកនៅក្នុង Riverport អ្វីដែលអ្នកនេះត្រូវ import មុនគេនោះគឺ Flutter Riverport underscore Riverport យើងត្រូវ import package មួយអញ្ចឹងយើងប្រើ scope យើងអាចប្រើ provider scope អញ្ចឹង provider scope យើង call app ដែលយើង create មិញមកអញ្ចឹងយើង auto import អញ្ចឹងយើងអាចចុច save បានអញ្ចឹង everything វា work fine ធម្មតាអញ្ចឹង Riverport វាត្រូវការឲ្យអ្នកនរគ្នា wrap វាមិនខុសពី get material មកនេះបើយើងហ៊ាន get x កន្លែងហ្នឹងគឺ get material អញ្ចឹងកន្លែង get material នេះនៅក្នុង Riverport វាបដូរទៅជា provider scope អញ្ចឹង provider scope ហ្នឹងវានឹង provider ពាក្យថា provide គឺជាអ្នកផ្ដល់ឲ្យអញ្ចឹងផ្ដល់ឲ្យវានឹងផ្ដល់ឲ្យទៅ whole widget tree នៅក្នុង Riverport វាអត់មាន controller ទេប៉ុន្តែវាដើរតួនាទីដូចជា controller អញ្ចឹងអ្វីដែលអ្នកត្រូវ understand មុនគេគឺ Riverport អញ្ចឹងគេថា Riverport sorry អ្វីដែលអ្នកត្រូវ understand មុនគេគឺ provider អញ្ចឹង provider គេប្រាប់ថាវាគឺជា memorize function with sugar on top បានន័យថាម៉េច what this mean អញ្ចឹងបើសិនជាយើងទៅមើលខ្ញុំសម្រាប់ខ្ញុំបើសិនជាខ្ញុំមកមើល document ហ្មងក៏វាពិបាកយល់ដែរពីព្រោះនៅពេលដែលយើងព្យាយាមទៅ understand វាសួរថាបានន័យថាម៉េច provider វាគឺជា function អូខេខ្ញុំដឹងហើយថា provider ជា function ហើយវានឹង return catch value អូខេវានឹង return catch value ឧបមាថាយើង get data ចេញពី API មកអញ្ចឹងវានឹង catch value នឹងទុកក្នុង memory របស់យើងហើយវានឹង call with same parameter អូខេវានឹង call ជាមួយនឹង parameter ដូចគ្នាដែរហ្នឹងប៉ុន្តែគេប្រាប់ថា the most common use case ជាទូទៅគេនឹងប្រើវានៅក្នុងបានន័យថាជាទូទៅដែលគេប្រើវា
provider នៅពេលដែលយើងចង់ perform ពេលដែលយើងចង់ទាញ data ចេញពី network ទាញចេញពី Firebase ទាញចេញពី WebSocket ទាញចេញពី API អីចឹងគឺយើងត្រូវតែប្រើនៅ provider ហ្នឹងឯងប៉ុន្តែ provider មាន a lot of provider វាមាន state provider មាន async provider មាន future provider មាន stream provider វាមាន a lot ដែលអ្នកនេះអាច take a look នៅក្នុងកន្លែង all provider មាន future provider stream provider notifier provider async notifier provider stream notifier provider chain notifier provider stream notifier provider state provider a lot ប៉ុន្តែទោះបីជាវាមានច្រើនមិនក៏ដោយ step by step រៀនម្ដងមួយអត់ជាបញ្ហាទេអត់ទាន់អាចវាបញ្ចេញបានទេយើងត្រូវព្យាយាមតែ understand មួយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅធ្វើការទាញ data ចេញពី API មួយដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ពី culture គឺក៏យល់ពីរបៀបនៅក្នុងការប្រើ Riverport នៅក្នុង Riverport កន្លែងនេះខ្ញុំអាចបង្កើតវាយើងអាច organize folder structure បែបសាមញ្ញសិនមកដែលខ្ញុំមាន folder ថា screen ហើយនៅក្នុង screen ហ្នឹងគឺដើម្បីឲ្យការងាររបស់យើងអាចនឹងរៀនច្រើនថ្ងៃអញ្ចឹងខ្ញុំនឹងអាចប្រើពាក្យថា lesson 1 lesson 2 អញ្ចឹងខ្ញុំប្រើពាក្យថា lesson 1 អញ្ចឹងនៅក្នុង lesson 1 ហ្នឹងខ្ញុំនឹង move screen ចូល inside ហើយ lesson 1 ហ្នឹងគឺវានឹងមានដូចជា provider អីផ្សេងៗនៅក្នុង Riverport គឺយើងមាន provider ខ្ញុំអាចបង្កើតដោយ screen មួយសាមញ្ញឧបមាថាខ្ញុំបង្កើតដោយពាក្យថា home_screen UI អ្នកខ្ញុំ make it ធម្មតាប្រើ stateless widget បានហើយយើងអាចប្រើពាក្យថា home screen ឧទាហរណ៍ថាខ្ញុំចង់ fetch data from an API ណាដែលខ្ញុំចង់ fetch which API ដែលខ្ញុំចង់ fetch អូមែនទេខ្ញុំចូលទៅ fetch ពី fake តិចទៀតឲ្យអ្នកនេះ practice ណា fake store API ឧទាហរណ៍ថាខ្ញុំចង់ fetch data ពី fake store API នេះខ្ញុំដាក់ /product អញ្ចឹង product នឹងទាញបានមកជា JSON ខ្ញុំ copy អញ្ចឹងបើខ្ញុំចង់ទាញ data មកធ្វើម៉េចបើខ្ញុំចង់ទាញ data មកពី API អ្នកនរនេះត្រូវប្រើអីគេ package អីគេដើម្បីធ្វើការ communicate ទៅមួយ API ឬក៏ទៅ server បានភ្លេចនៅមានអ្នកចាំទេមានអ្នកចាំអត់ចាប់ភ្លេចមែនមេយើងអាចប្រើ HTTP or Flutter.io មែនទេតោះគ្នាអញ្ចឹងយើងអាចប្រើ Flutter.io ឬក៏ DIO នឹងមកអញ្ចឹងយើងត្រូវធ្វើការ install take a look Flutter អញ្ចឹង copy កន្លែង Flutter មក bake យកមក paste អូខេ make sure ថាវា run smooth អញ្ចឹងខ្ញុំបិទ run ហើយ run មកវិញដើម្បីយើង build ឡើងវិញអញ្ចឹងយើងនឹងសិក្សាអំពីដំបូងយើងអត់តឲ្យស្គាល់អីច្រើនទេឲ្យចេះទាញ API អញ្ចឹងយើងនឹងយល់ហើយខ្ញុំចង់ទាញ data ពី API អញ្ចឹងខ្ញុំគ្រាន់តែធ្វើម៉េចខ្ញុំគ្រាន់តែបង្កើតនៅ future មួយខ្ញុំអាចប្រើ future provider អញ្ចឹងខ្ញុំបង្កើតនៅនេះក៏បានដែរខ្ញុំដាក់ final product provider ស្មើនឹង future provider data type យើងអត់ទាន់ specific ប៉ុន្តែនៅក្នុង provider វាមាន reference នៅកន្លែងនេះយើងអាចសេ code ចេះដើម្បីយើងដាក់ function ច្រើនបានន័យថាយើងអាចសេ code បានច្រើន line យើងអត់ចង់ return តែមួយ line ទេអ្នកនេះត្រូវធ្វើការ import flutter.io អានេះ io dio អូខេ this one អញ្ចឹងដើម្បី fetch data យើងធ្វើម៉េច final response ស្មើនឹង await សូកន្លែងនេះត្រូវ await async await យើងអាចប្រើ dio យើងមុននឹងទាញបានយើងត្រូវប្រើ dio សិនមិនអញ្ចឹងហ៎ flutter dio ស្មើ dio base URL base URL វាណា
base URL វាគឺ fake store API pass លុប product ចេញប៉ុន្តែនៅពេលដែលយើងទាញយើងហៅ dio.get របស់ path ដែលយើងចង់ get គឺ product see អញ្ចឹងយើងនឹង return fresh.data ចប់ការងាររបស់យើងដើម្បី fetch data បានមិនខុសគ្នាអីពី state management ផ្សេងទេគឺអ្នកនរគ្នាត្រូវមាន body មានអីធម្មតាអញ្ចឹងទៅwait let me check why error មាន body អញ្ចឹងធ្វើម៉េចដើម្បីទាញ data មកបានយកមកចាក់យកមក display បានគឺអ្នកនរគ្នាកាលណាយើងប្រើ state management មិនថា state management ប្រភេទណាទេគឺវាមាន widget របស់វាដើម្បី render ដើម្បីឲ្យ framework ដើម្បីឲ្យ library របស់វាអាចធ្វើការបានវាមាន provider អញ្ចឹងវាប្រកាសជាមាន widget ដែលមកធ្វើការមួយ provider វាហ្នឹងឯងវាអាចមានច្រើនប្រភេទអ្នកទាំងគ្នាអាច scroll down take a look ដើម្បីធ្វើការមួយ provider នឹងបានអ្នកទាំងគ្នានឹងមាន consumer នេះនឹងមាន consumer វាគឺជា widget វាគឺជា span មួយរវាង widget ហើយនិង provider ដើម្បីឲ្យ UI របស់យើងធ្វើការទៅជាមួយនឹង provider បានវាត្រូវការ consumer widget យើងអាចប្រើបានពីររបៀបតែខ្ញុំសូមបង្ហាញមួយរបៀបសិនយើងមាន consumer widget វាយមក consumer អូខេ consumer ចឹងនៅក្នុង consumer គឺយើងមាន builder អូខេ consumer យើងមាន builder នៅក្នុង builder យើងមាន 2 argument ឬក៏ 2 parameter ដែលវាមាន context ហើយនឹង child អូខេ widget ដែលយើងចង់ return អូខេអញ្ចឹងយើងអាចដាក់អញ្ចឹងមកអញ្ចឹងនៅក្នុងនេះវា error អញ្ចឹង why វា error widget reference វាត្រូវមាន reference មួយទៀតអូខេវាត្រូវមាន 3 parameter sorry មិន2ទេ3អញ្ចឹងយើង return widget ដែលយើងចង់ display យើងដឹងថា data របស់យើងវាមកជា list មែនទេបើយើងចូល fake story បានយើងឃើញ data វាមកជា list ហ៎អញ្ចឹងយើង return dio sorry យើង access ធ្វើម៉េចអញ្ចឹងយើង access មកដើម្បី access ទៅកាន់ provider បានយើងអាចប្រើ final product ស្មើ reference dot read បាត់ why វាអត់ដែរអានេះ reference អានេះ child យើងដាក់ខុសអូខេចេញប្រើ reference យើងអាចប្រើ dot void ឬក៏ dot read ប៉ុន្តែបើសិនជាយើងចង់យើងប្រើ dot read មិនត្រូវហេតុអីពីព្រោះយើងទៅចង់ទៅមើលថាតើ provider របស់យើងបាន create នៅបាទអូខេអញ្ចឹង dot read ពេលដែលយើងចង់យក data យកមកបង្ហាញនឹង UI យើងប្រើ dot read អញ្ចឹង product វាប្រកាសជា return ជា list ហើយអូខេអញ្ចឹងយើងអាច specific tag កន្លែងនេះដើម្បីឲ្យងាយស្រួលយើងអាចប្រើ list តែ list ហ្នឹងនឹងជា list dynamic នៅក្នុងហ្នឹងអញ្ចឹងបើយើង return គឺច្បាស់ជាប្រើ list view ហើយអញ្ចឹង list view យើងប្រើ dot builder អញ្ចឹងយើងអាចប្រើ item count context index ហើយនឹង return widget you wanna display ប្រើ lister title text អ្នកនេះអាចប្រើ say code ខ្លីប្រើ final pro ស្មើនឹង product នៃ index អូខេ I'm not sure why product error oh sorry my bad នៅក្នុងកន្លែងនេះយើងអត់ទាន់ return នៅ list view បានទេដោយសារយើងប្រើ future provider អញ្ចឹង future provider វាមានមួយតង់ទៀតគឺវាមានយើងត្រូវយក product ហ្នឹង dot អី dot when ពេលមាន data យើងនឹងបង្ហាញលក្ខណៈនេះអូខេយើងនឹងបង្ហាញ data យើងនឹងបង្ហាញជា list view អូខេ dot when អូខេពេល error ធ្វើម៉េច error វានឹងបោះ message error យើងហើយវាមួយទៀត state អូខេតែយើងអាច return ចេះបាន error យើងអាច retry អីផ្សេងយើងអាចប្រើ char text ហើយយើងបើសិនជា error យើង show error ហ្នឹង
for example ចឹង loading យើងអាច return child cycle program indicator ចាប្រេវា error why ដោយសារតែវាជា function កន្លែងហ្នឹងចឹងត្រូវដាក់ចេះអូខេហើយ complete នៅ semicolon any error ចឹងយើងត្រូវប្រើ final pro ស្មើនឹង product name index data sorry អូខេចឹងយើងអាចប្រើ pro ហ្នឹងនៃឬក៏យើងអាចប្រើ grid view ក៏បាន whatever image.network pro នៃ image run to see the result odd result why because យើងអត់បានហៅ home screen ចូលទៅក្នុង app.dot just copy and import run អូខេបាន data មកហើយយើងភ្លេចអីគេយើងភ្លេច item count item count យើងប្រើ data.len អូខេបានទេបាន data មកហើយតោះនេះគ្នាយើងស្ដាប់បានទេយើងលឺទេតោះ practice ទាំងអស់គ្នាធ្វើឲ្យផ្ញើចូល group ឲ្យខ្ញុំមើលទាំងអស់គ្នាណោះតោះគ្នាស្ដាប់បានទេតោះគ្នាលឺអត់បាទអូខេ